យន្តហោះវ័យកណ្ដាលអាយុ40ឆ្នាំម្នាក់កំពុងអត់ការងារធ្វើនៅផ្ទះប្រពន្ធរបស់គាត់បានសួរគាត់ពីការស្វែងរកការងារធ្វើយន្តហោះវ័យកណ្ដាលមានទឹកមុខអស់សង្ឃឹមហើយនិយាយថាគុំនិយាយអីថ្ងៃនេះបានទៅដាក់ពាក្យសុំការងារនៅក្រុមហ៊ុនជាច្រើនប៉ុន្តែគេត្រូវការតែយន្តហោះប្រភេទ Jet ប៉ុណ្ណោះយន្តហោះប្រភេទកង្ហារចាស់ដូចជាគាត់គ្មានអ្នកណាត្រូវការឡើយកាលពីនៅក្នុងជួរកងទ័ពគាត់គឺជាវីរបុរសដែលបានបំពេញបេសកកម្មចំនួន90ដងនៅមហាសមុទ្រប៉ាស៊ីហ្វិកទទួលបានកិត្តិយសជាច្រើនរាប់មិនអស់សូម្បីតែធ្លាប់ទទួលបានមេដាយ Purple Heart មួយគ្រឿងផងដែរប៉ុន្តែឥឡូវនេះសូម្បីតែការងារក៏រកមិនបានពេលនោះប្រពន្ធរបស់គាត់បានប្រាប់ដំណឹងមួយទាំងអៀងខ្មាស់បងរៀបនឹងខ្លាចជាឪពុកគេហើយនេះគឺជាអោចាក់សម្រាប់កូនប្រុសយើងយន្តហោះវ័យកណ្ដាលសប្បាយចិត្តខ្លាំងណាស់ក៏អបប្រពន្ធយ៉ាងណែនប៉ុន្តែនៅពេលដែលស្ងប់អារម្មណ៍បន្តិចគាត់មានសម្ពាធយ៉ាងខ្លាំងគាត់សូម្បីតែការងារក៏គ្មានឥឡូវនេះមានកូនមួយទៀតពិតជាមិនដឹងថាត្រូវធ្វើដូចម្តេចទេចុងក្រោយដោយអស់ជំរឿគាត់ក៏បានទៅចុះឈ្មោះចូលកងទ័ពម្ដងទៀតលទ្ធផលគឺត្រូវបានគេដេញចេញដោយមិននឹកស្មានដល់ព្រោះយន្តហោះស៊ីវិលទាំងអស់គឺជាប្រភេទ Jet ស្ទើរតែមិនអាចឲ្យយន្តហោះកង្ហារចូលសមរភូមិទៀតទេគាត់ស្ទើរតែស្អប់យន្តហោះ Jet ដល់ស្លាប់ទៅហើយពេលនោះគាត់ក៏ស្រាប់តែឃើញសត្វកុកទម្លាក់កញ្ចប់អីវ៉ាន់មកផ្ទះនេះមានន័យថាកូនរបស់គាត់បានកើតមកហើយពេលមកដល់ផ្ទះគាត់ប្រញាប់ប្រញាល់យកកូនមកអោបក្នុងរង្វង់ដៃក្នុងចិត្តក៏សប្បាយរីករាយយ៉ាងខ្លាំងប៉ុន្តែពេលដែលឪពុកយន្តហោះរៀបនឹងមើលថាតើកូនមានមុខមាត់យ៉ាងណាក្មេងតូចក៏ស្រាប់តែហោះចេញទៅទើបតែកើតសោះលបឿនលឿនដូចភ្លេចបន្ទោមកគ្មានស្រមោលទៅគ្មានដានត្រឹមតែដកដង្ហើមប៉ុន្មានដងក៏ហោះរំលងក្បាលឪពុកម្ដាយពីលើក្បាលជាច្រើនដងក្មេងពិតជាមានថាមពលមែនចុងក្រោយក៏ចាប់ហ្វ្រាំងយ៉ាងនឹងណូយន្តហោះតូចមានមុខមាត់ដូចឪពុកបេះបិទប៉ុន្តែនៅលើស្លាបបែរជាគ្មានកង្ហារនេះបញ្ជាក់ថាយន្តហោះតូចគឺជាយន្តហោះប្រភេទ Jet ឪពុកយន្តហោះក៏ស្រាប់តែមានអារម្មណ៍ថាកូនប្រុសលែងគួរឲ្យស្រឡាញ់ទៀតហើយគាត់ស្អប់យន្តហោះ Jet បំផុតបន្ទាប់មកឪពុកយន្តហោះក៏កើតទុកពេញមួយថ្ងៃចំណែកយន្តហោះតូចនៅតែមានថាមពលមិនអាចឈប់បានសូម្បីតែពេលញ៉ាំបាយនិងផ្លាស់ប្ដូរខោទឹកនោមក៏ធ្វើឡើងនៅលើអាកាសដែរធ្វើឲ្យម្ដាយយន្តហោះហ្វឹកហាត់បាននៅជំនាញមួយពេលនោះឪពុកយន្តហោះបានកត់សម្គាល់ឃើញព័ត៌មានមួយថាប្រទេសនឹងរៀបចំការប្រកួតកងទ័ពអាកាសដ៏ធំមួយជើងឯកទទួលបានការងារដែលមានប្រាក់ខែខ្ពស់កប់ពុកឪពុកយន្តហោះសម្រេចចិត្តទៅចូលរួមប្រកួតគាត់ចង់យកឈ្នះយន្តហោះ Jet ដើម្បីបញ្ជាក់ពីខ្លួនឯងពេលប្រពន្ធដឹងហើយស្ទើរតែភ័យស្លន់ស្លោក៏ប្រញាប់នាំកូនប្រុសតូចទៅរារាំងអាយុច្រើនយ៉ាងនេះទៅប្រកួតអាចនឹងមានគ្រោះថ្នាក់ដល់ជីវិតមិនយូរប៉ុន្មានឪពុកយន្តហោះបានបញ្ចេញផ្សែងយ៉ាងក្រាស់មកដល់ខ្សែបន្ទាត់ចាប់ដើមប្រពន្ធខិតខំបញ្ចុះបញ្ចូលគ្មាននរណាម្នាក់ឃើញយន្តហោះតូចបានលូតចូលទៅក្នុងកាប៊ីនយន្តហោះរបស់ឪពុកឡើយឯនេះម្ដាយយន្តហោះបញ្ចុះបញ្ចូលមិនបានសម្រេចពេលត្រឡប់មកវិញក៏រកកូនមិនឃើញពេលឃើញនៅលើខ្លួនប្តីនាងស្ទើរតែភ័យស្លាប់សន្លប់បាត់ទៅហើយការប្រកួតចាប់ដើមជាផ្លូវការយន្តហោះចម្បាំងបានបាត់ខ្លួនក្នុងមួយប៉ព្រិចភ្នែកចំណែកឯឪពុកយន្តហោះវិញបញ្ចេញផ្សែងយ៉ាងខ្មុគខ្មាញ់យោចុះយោឡើងសូម្បីតែហោះត្រង់ក៏មិនបានតែគាត់នៅតែមិនព្រមចុះចាញ់រហូតដល់ចុងក្រោយសូម្បីតែកង្ហារក៏របូតចេញពីគាត់ដែរពេលនេះចប់សពគ្រប់ហើយដោយគ្មានធម្មពលឪពុកយន្តហោះចាប់ដើមធ្លាក់ចុះយ៉ាងលឿនមើលទៅប្រហែលជាត្រូវបាត់បង់ជីវិតទាំងពីរហើយក្នុងពេលដ៏សំខាន់កូនយន្តហោះតូចបានស្ទុះចេញមកទាន់ពេលរុញកន្ទុយឪពុកដើម្បីផ្ដល់ធម្មពលទីបំផុតក៏អាចជៀសផុតពីសោកនាដកម្មបានរហូតមកដល់ពេលនេះក្រោយពីត្រូវបានជួយសង្គ្រោះជីវិតទីបំផុតគាត់អាចទទួលយកដោយស្ងប់ចិត្តថាកូនរបស់គាត់គឺជាយន្តហោះចម្បាំងហើយក្នុងពេលជាមួយគ្នានេះគាត់ក៏ត្រូវតែទទួលស្គាល់ក្នុងចិត្តថាខ្លួនចាស់ហើយពេលនេះដោយមានជំនួយពីកូនប្រុសគាត់សម្រេចចិត្តធ្វើរឿងឈួតជាលើកចុងក្រោយយន្តហោះចម្បាំងប៉ុន្មានគ្រឿងនៅខាងមុខត្រូវបានវ៉ាដាច់ភ្លាមលបឿនលឿនពេកធ្វើឲ្យគូស្នេហ៍មួយគូភ័យញ័ររន្ធត់ហើយបើកផ្លូវឲ្យពួកគេសូម្បីតែអិនធ្នូនៅលើមេឃក៏ត្រូវបដូររូបរាងដោយសារសម្ពាធខ្យល់ដែរកូនប្រុសនេះពិតជាអស្ចារ្យមែនកន្លែងដែលពួកគេហោះកាត់បានបំបែកអាប់ក្នុងទីក្រុងខ្ចាត់ខ្ចាយអស់ប្តីប្រពន្ធ Kerov ដែលមានឈាមច្រើននាវាហោះត្រូវបានកាត់ពាក់កណ្ដាលអាគារត្រេភេសាត្រូវបដូរទីដៅសូម្បីតែរូបសំណាក Sphinx ក៏ត្រូវកោរត្រងោលដែរហើយថែមទាំងប៉ម Eiffel និងរូបសំណាកសេរីភាពក៏ត្រូវបង្ខំឲ្យបង្ហាញមុខម្ខាងទៀតដែរតើអ្នក